ហិច្ឆតាវិវត្តខ្លួនទៅជាមជ្ឈមណ្ឌលអាកាសចរនៅក្នុងតំបន់គម្រោងស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានចាត់ទុកជាស្ថានីយ៍អាកាសចរដ៏មានសក្តានុពលធំនៅតំបន់អាស៊ីអាគ្នេយ៍ហើយគម្រោងនេះក្រុងទទួលការផ្គត់ផ្គង់ថាមពលតាមរយៈការវិធានគម្រោងស្ថាបត្យកម្មដែលត្រូវបានរចនាតាមបែបបទប្រពៃណីខ្មែរដោយបានជាស្ថានអន្តរជាតិតេជោរបស់យើងសូមជម្រាបជូនដែរថាប្រទេសបរិមាណនេះមានទម្ងន់9តោននិងមានកម្ពស់9ម៉ែត្រជារូបផ្ដេមដើម្បីបង្ហាញពីរចនាបថវប្បធម៌សង្គ្រាមចេញពីការបាក់បែកចំនួន79ដូច្នេះខ្ញុំជឿជាក់ថាអាកាសយានដ្ឋានអន្តរជាតិតេជោនឹងចូលរួមជាកម្លាំងចលករនៅក្នុងការតាក់ទាញទេសចរនិងវិនិយោគិនមកកាន់កម្ពុជាកាន់តែច្រើនជាងពេលមុនជំងឺ Covid-19 ទៅទៀតពីព្រោះសមត្ថភាពទទួលអ្នកដំណើរត្រូវបានពង្រីកហើយយើងអាចទទួលជើងយន្តហោះទាំងក្នុងតំបន់និងជើងយន្តហោះពីដំណាក់ឆ្ងាយឆ្លងទ្វីបមកកាន់កម្ពុជាផងដែរការធ្វើដំណើរតាមផ្លូវអាកាស